តាមហេតុវេលាចុងក្រោយព្រះសិអាមេត្រីអ្នកមានបុណ្យជាព្រះពោធិសត្វដែលនឹងត្រូវយើងមកក្នុងភពផែនដីមហានគររបស់ខ្មែរសង្គមពិភពលោកទាំងអស់និងក៏ក្រៅសត្វលោកទាំងឡាយដែលបានដឹងភ្ញាក់ក៏បានត្រៀមទទួលព្រះអង្គនៅក្នុងការវេលាជាខាងមុខខំធ្វើបុណ្យសាងសន្សំសិលទានភាវនាដោយសេចក្តីលំអត់លំអោនកាយវិចារចិត្តដ៏ប្រសើរថ្លៃថ្លាដោយគុណអស្ចារ្យនៃព្រះពុទ្ធដែលត្រូវនិយាយមកបើបុគ្គលណាមានសិលបរិសុទ្ធនឹងបានទាន់នៅព្រះអង្គអាចទៅរកទីឋានបរមសុខទីឋានផុតទុក្ខរួមជាមួយនឹងពពួកទេវតាអ្នកសច្ចៈសច្ចាំងជាច្រើនដែលខិតខំតាំងសិលភាវនាអស់កាយជាវេលាកន្លងមកនេះក៏រងចាំពេលវេលានោះតែមួយគត់ដូចជាមនុស្សសត្វទេវតាទាំងឡាយដែររឿងរ៉ាវក៏កាត់ក៏ក្រាបជាច្រើននឹងបានកើតឡើងព្រោះតែសង្ឃាមច្បាំងកាប់ចាក់រវាងមនុស្សនិងមនុស្សគ្នាឯងសភាវុធសពគ្រប់បែបយ៉ាងក៏បណ្ដាលឲ្យកើតឡើងព្រះអង្គព្រះស្អាមេត្រីជាព្រះដ៏មានបុណ្យនិងសម្បករបស់ព្រះអង្គជាតួអង្គអ្នកមានបុណ្យដែលយើងបំពេញបារមីផ្លូវបញ្ញាជួយដោះទុក្ខភ័យសត្វក្នុងការវេលាជាខាងមុខនេះក៏ខិតខំប្រឹងប្រែងដើម្បីសន្សំបារមីភាវនារងចាំការវេលាកំណត់ដែលត្រូវនឹងមកដល់ទំនាយកាលនៃពាក្យកណ្ដាលសាសនា2500ផ្លាយតទៅមុខជប់ទុក្ខភ័យឥតស្បើយសត្វលោកកន្តើយអ្នកខ្លះមិនជឿទំនាយអ្នកខ្លះប្រមាថពពួកទេវតាអ្នកខ្លះមិនយល់ធម៌អ្នកខ្លះចម្រូងចម្រាសការគោរពដូនតាលែងគោរពទឹកដីព្រះអាទិត្យព្រះច័ន្ទលែងគោរពអ្នកថែរក្សាម្ចាស់ភពផែនដីចក្រវាឡធ្វើឲ្យរង្គោះរង្គើកាន់តែខ្លាំងអ្នកដែលមិនយល់អ្នកដែលប្រមាថទោះបីជាគេបកស្រាយប្រាប់ហេតុផលយ៉ាងណាក៏មិនស្ដាប់អ្នកដែលមានចម្ងល់អ្នកមានឧបនិស្ស័យក៏ប្រឹងតាមដានបន្តរហូតដល់បានដឹងទំនាយការនេះហើយក៏កាន់ចិត្តដោយសេចក្តីបរិសុទ្ធទទួលភាពអំណរតទៅមុខទៀតក៏បានកើតញញដឹងបានតន់ព្រះឈ្នះមាតន់នៅអង្គព្រះមានបុណ្យតន់នៅព្រះសិអាមេត្រីព្រះបារមីនៃពោធិសត្វមហានគរគុកទលកបរិយដែលមានបុណ្យបារមីឫទ្ធីអស្ចារ្យយើងមកដល់ញាណប្រសិទ្ធនិងញាណរបស់មនុស្សឲ្យបានដឹងជាក់គ្រប់គ្នាតាមវិស័យនោះព្រះមហាពោធិសត្វនៃភពផែនដែននៃចក្រវាឡនៃខាងលើទីឋានដែលនៅក្នុងសាសនាដទៃដែលមនុស្សប្រកាន់ក៏បានយើងហែហោមព្រះអង្គមកកាន់ភពផែនដីបំភ្លឺមនុស្សឲ្យកាន់តែច្បាស់រវាងការគោរពព្រហ្មញ្ញសាសនាអតិទេពនិងការគោរពពុទ្ធសាសនាដែលជាផ្លូវកណ្ដាលល្អផុសផង់សម្រាប់តួអង្គមនុស្សលោកទាំងឡាយទាំងពួងហើយហេតុដែលកើតឡើងបានចឹងការយើងមករបស់ព្រះពុទ្ធអង្គមួយព្រះអង្គគឺព្រះសិអាមេត្រីពោធិសត្វជាព្រះពុទ្ធទី5នៃផុតកັບផែនដីនេះត្រូវបានដូនតាខ្មែរពីបុរាណកាលលោកបានចែកជាទំនាយទុកប្រាប់ដល់កូនចៅអស់មនុស្សក្នុងនគរយើងឲ្យបានដឹងថាការយើងមកនៃព្រះពុទ្ធអង្គចុងក្រោយនេះគឺមិនដល់5000ឆ្នាំនៃកັບរបស់ផែនដីនោះទេគឺមានន័យថាព្រះអង្គនឹងយាងមកនៅពាក់កណ្ដាលសាសនានៃព្រះពុទ្ធទី4បរមគ្រូនៃយើងដើម្បីដឹកនាំបន្តវេនសាសនាចេះឲ្យបានរីកស្គុះស្គាយដោះដាលសារជាថ្មីម្ដងទៀតព្រោះថាសាសនាព្រះពុទ្ធទី4ត្រូវដល់កាលវេលាទំនាយដែលត្រូវរយក្រៀមស្វិតដោយជាដើមពោជ្រុះសន្លឹកនៅតែដើមរងចាំទឹកសន្សែមដើម្បីជួយដើមពោលាស់ត្រួយចេញសន្លឹកមកដូចមុនវិញសូម្បីតែព្រះពុទ្ធអង្គសមណគោតមព្រះអង្គក៏បានព្យាករទុកអំពីភាពរីកចម្រើននៃស្នេហ៍របស់ព្រះអង្គស្ថិតក្នុងវេលាត្រឹមតែចាប់ពីពាក់កណ្ដាល2500ឆ្នាំផ្លាយប៉ុណ្ណោះដូច្នេះត្រូវមានអ្នកមកជួយលើកសាសនាឲ្យបានរីកចម្រើនត្រសមត្រសាយដូចជាព្រះអាទិត្យរះឡើងសារជាថ្មីម្ដងទៀតព្រោះកាលទំនាយនោះនឹងត្រូវមានវេលាដែលសាសនារបស់ព្រះអង្គជួបនូវភាពវឹកវរមនុស្សបាត់បង់ការគោរពនិងមានការប្រមាថច្រើនទាំងសាវកព្រមទាំងអ្នកគោរពជឿជាដើមហេតុនេះហើយទើបអស់កូនចៅពួយពងមហានគរក្តីជាអ្នកសច្ចាំងបងបត់អ្នកមានយានបារមីលោកតែងតែកាត់ខំរក្សាបដិបត្តិក្នុងផ្លូវជាកុសលជាប់ដើម្បីចាប់យកព្រះពុទ្ធព្រះធម៌ព្រះសង្ឃក្នុងការភាវនាដើម្បីរងចាំឲ្យបានទៅទាន់នៅអង្គព្រះសិអាមេត្រីដែលលោកនឹងយាងមកនៅការវេលាខាងមុខឆាប់ៗនេះនេះក៏ដោយសារលោកបានដឹងបានយល់បានឃើញតាមរយៈផ្លូវញាណផ្លូវបារមីខាងក្នុងពិតប្រាកដដែលបញ្ជាក់ពីការយាងមករបស់ព្រះពុទ្ធអង្គចុងក្រោយមកកាន់ភពផែនដីសកលលោកដែលបង្ហាញដល់មនុស្សក្នុងនគរយើងឲ្យបានដឹងទាំងអស់គ្នាផងដែរ